ស្នាមច្រើនម្លេះអាឆេនឆេងនេះពិតជាមនុស្សមិនកើតមែនមើលទៅស្លូតបូតសោះមិននឹកស្មានថាដៃដាច់ដល់ថ្នាក់នឹងមើលខ្លាមើលបានតែស្បែកទេដឹងមុខតែមិនដឹងចិត្តពួកកូនអ្នកមានអស់នឹងគ្មានអ្នកណាល្អម្នាក់ទេឆេនឆេងឯងហ៊ានធ្វើដាក់យេងលូបែបនឹងផងថ្ងៃនេះខ្ញុំមិនលើកលែងឲ្យឯងទេឯងចង់កាត់ទោសខ្ញុំខ្លាំងណាស់មែនទេនេះឯងនៅហ៊ានវីមនុស្សទៀតបើគុំតែខ្លាចប្រឡាក់ដៃខ្ញុំចង់សម្លាប់ឯងណាស់អ្នកទាំងអស់គ្នាគិតមែនទេថាមនុស្សប្រាហឹង្សាបែបខ្ញុំក្រៅពីមិនព្រមទទួលខុសនៅហ៊ានវីគេឯងទាំងក្រអឺតក្រទុំទៀតត្រូវហើយឯងជាមនុស្សប្រុសថោកទាបបំផុតឥឡូវនេះខ្ញុំចង់វីឯងឲ្យងាប់អ្នកទាំងអស់គ្នាសូមចិត្តត្រជាក់សិនទោះបីជាអ្នកទោសក៏ដោយក៏មានសិទ្ធិការពារខ្លួនឯងដែរមែនទេគាត់ទើបតែបង្ហាញអាភស្តាំងស្អីគេនឹងខ្ញុំក៏មិនបានហាមគាត់ដែរមែនអត់ឆេនឆេងនេះឬមួយរបួសលើខ្លួនខ្ញុំនេះអាចធ្វើពុតបានរបួសធ្វើពុតមិនបានទេតែមូលហេតុដែលរបួសគឺអាចដូចវីដេអូដែលអ្នកកាត់ក្បាលកាត់កន្ទុយអញ្ចឹងស៊ូជេញៀវតើខ្ញុំខុសចំពោះអ្នកត្រង់ណាខ្លះខុសចំពោះអ្នកត្រង់ណាខ្លះឆេនឆេងហួរអ្នកចង់ធ្វើអីហ្នឹងសុំទោសអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់ស៊ូជេញៀវខ្លាំងណាស់មនុស្សស្រីដែលខ្ញុំស្រឡាញ់អស់5ឆ្នាំខ្ញុំធ្លាប់គិតថាបើមាននាងគឺដូចជាមានពិភពលោកទាំងមូលអញ្ចឹងទៅនៅឯងគ្រាន់តែជាអ្នកជំនួសរបស់ខ្ញុំប៉ុណ្ណោះខ្ញុំដឹងហើយឆេនឆេងយ៉ាងម៉េចនឹងអាចទៅចោលយេងយូបានគេគ្រាន់តែជាឆ្កែដែលយេងយូបង្វឹកបានសម្រេចប៉ុណ្ណោះយេងយូគ្រាន់តែបកដៃបន្តិចគេក៏ត្រឡប់មកវិញបាត់គ្រាន់តែព្រោះនាងមិនចង់នៅជាមួយប៉ាម៉ាក់ខ្ញុំសុខចិត្តឆ្លុះជាមួយប៉ាម៉ាក់ដើម្បីចេញមកនៅជាមួយនាងឆេនឆេងយីគឺប៉ាម៉ាក់អ្នកទេដែលមើលងាយខ្ញុំបើមិនអញ្ចឹងទេមិនក៏អ្នកមិននាំខ្ញុំទៅជួបពួកគាត់មែនហើយគ្រូសាត្រកូលឆេនពិតជាធ្វើមិនល្អដាក់ស៊ូយេងយូមែនអាប្រុសចង្រៃនឹងចង់មកសម្ដែងធ្វើជាមានចិត្តស្មោះទៀតចង់បោកពួកយើងមែនគ្មានផ្លូវទេកុំនិយាយអញ្ចឹងអីឆេងញីឲ្យរឿងពីមុនមកខ្ញុំក៏មានចំណុចខុសដែរឆេងញីឯងកុំបារម្ភអីខ្ញុំមិនប្រកាន់ខឹងទេខ្ញុំនឹងជួយមើលថែគាត់ជាមួយឯងឲ្យបានល្អមនុស្សដូចឯងសំដែរអ្នកទាំងអស់គ្នាកុំបង្ខំអីស្ដាប់ខ្ញុំនិយាយឲ្យចប់សិនដើមសាច់រឿងភាគច្រើនគឺផ្អែមល្ហែមណាស់តែដល់ចប់សាច់រឿងគឺសុទ្ធតែជាគម្រោងការដែលរៀបទុកជាមុននេះជាភស្តុតាងទី1នេះគឺជាភស្តុតាងទី1លោកឆេងកញ្ញាស៊ូខាងនោះប្រាប់ថាគេដាក់ឈ្មោះកូនកំឡោះខុសគេចង់បដូរឈ្មោះកូនកំឡោះទៅជាខាយេញវិញលោកជ្រាបរឿងនឹងទេអាឡូលោកឆេងនៅស្ដាប់ទេតើត្រូវបដូរឈ្មោះនឹងទៀតអត់បដូរតែអ្នកដែលត្រូវបដូរគឺឈ្មោះកូនក្រមុំបដូរឈ្មោះកូនក្រមុំទៅជាយ៉ែងថែនវិញក្រៅពីនឹងទុកក៏ដែលទាំងអស់នេះជាសម្លេងសន្ទនារបស់ខ្ញុំជាមួយក្រុមហ៊ុនរៀបការឯងចេះតែនិយាយថារៀបការជាមួយខាយេនេះថាជាការយល់ព្រមរបស់ខ្ញុំតែរឿងបដូរឈ្មោះកូនកំឡោះមិនក៏មានអ្នកផ្សេងមកប្រាប់ខ្ញុំទៅវិញនេះសុទ្ធតែជាការភូតភរទាំងអស់នេះសុទ្ធតែជាការភូតភរខ្ញុំស្មានដឹងបាត់ហើយថាឯងនឹងនិយាយអញ្ចឹងចៃដន្យណាស់ថ្ងៃនេះខាងក្រុមហ៊ុនរៀបការក៏នៅទីនេះដែរចាំស្ដាប់មើលថាពួកគាត់និយាយថាម៉េចខ្លះជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំជាអ្នករៀបចំការឲ្យលោកឆេងខ្ញុំសូមបញ្ជាក់ថាសម្លេងថតនឹងគឺពិតប្រាកដមែនបើខ្ញុំនិយាយកុហកខ្ញុំសុខចិត្តទទួលខុសត្រូវតាមផ្លូវច្បាប់តាមពិតរឿងវាអញ្ចឹងសោះលួចលាក់រៀបការជាមួយអ្នកផ្សេងទាំងមានសង្សារហើយជាប្រុសណាក៏ទ្រាំមិនបានដែរមែនហើយមីស្រីម្នាក់នឹងសមុខតែត្រូវគេវាយទេអ្វីដែលគួរឲ្យខ្ពើមបំផុតនោះគឺនាងហ៊ានយកកន្លែងដែលសង្សារខ្លួនឯងរៀបចំឲ្យទៀតឯងនៅមានអីនិយាយទៀតអត់រឿងដែលខ្ញុំលាក់បាំងបងគឺមកពីខ្ញុំខ្លាចបងដឹងហើយខឹងទើបខ្ញុំសម្រេចចិត្តលាក់បាំងអញ្ចឹងទោះបីជារឿងនេះខ្ញុំជាអ្នកខុសក៏ដោយក៏វាមិនអាចបិទបាំងរឿងដែលបងប្រាហឹង្សាវាយមនុស្សបានដែរខ្ញុំប្រាហឹង្សាបើខ្ញុំស្មានមិនខុសទេរបួសនៅលើដៃឯងនឹងគឺមកពីឯងដួលពេលទៅជិះស្គីនៅបរទេសមែនអត់មិនក៏បងដឹងមិនក៏ខ្ញុំដឹងស្មានថាខ្ញុំល្ងងមែន